trongបង្ហាញពីរបៀបនៃការបង្កើតថ្នាក់មត្តេយ្យទៅដល់លោកគ្រូអ្នកគ្រូក្នុងឆ្នាំសិក្សា2025-26អញ្ចឹងដោយសារតែក្នុងការបង្កើតថ្នាក់មត្តេយ្យក្នុងកម្មវិធី Wikischool នេះអញ្ចឹងដោយសារនេះអញ្ចឹងបញ្ហាគឺនៅពេលដែលអ្នកគ្រូចូលទៅដល់រដ្ឋបាលគឺអ្នកគ្រូតែងចូលកន្លែងបញ្ជីសិស្សបាទនេះចូលកន្លែងសិស្សនឹងមកឬចូលពាក្យថាបញ្ជីយើងជ្រើសកន្លែងថ្នាក់នេះគឺអត់មានមត្តេយ្យទេគឺមានតែទី1ដល់ទី6អញ្ចឹងយើងត្រូវការបង្កើតថ្នាក់មត្តេយ្យដើម្បីឲ្យមាននៅក្នុងប្រព័ន្ធរបស់យើងដើម្បីស្រួលនៅក្នុងការគ្រប់គ្រងអញ្ចឹងជំហានដំបូងគឺអ្នកគ្រូលោកគ្រូទាំងអស់ចូលទៅកន្លែងការកំណត់ប្រព័ន្ធបាទរួចជ្រើសរើសពាក្យកម្រិតថ្នាក់សិក្សាបាទអញ្ចឹងកន្លែងនេះយើងចុចកន្លែងសញ្ញារូបប៊ិចមកបាទថែមយើងដាក់លេខ1មកបាទកម្រិតហ្នឹងគឺយើងដាក់លេខ1មកបើសាលាលោកគ្រូអត់ទាន់មានទេលេខ0ដែរមកបាទសាលាលោកគ្រូអត់ទាន់មានការបង្កើតហើយកន្លែងនេះលោកគ្រូដាក់លេខ0ក៏បានដែរបាទឬក៏01ដែរមកបាទដាក់ដូចគ្នានឹងមត្តេយ្យខាងលើនេះមករួចហើយកន្លែងនេះលោកគ្រូសរសេរអក្សរខ្មែរយើងដាក់មត្តេយ្យបាទបើលោកគ្រូអ្នកគ្រូមានមត្តេយ្យកលោកគ្រូដាក់មត្តេយ្យកឬក៏មត្តេយ្យទាបមត្តេយ្យមធ្យមមត្តេយ្យខ្ពស់អីលោកគ្រូដាក់បង្កើតបាន2 3មកដោយសារសាលាខ្ញុំមានតែមត្តេយ្យមួយថ្នាក់ទេអញ្ចឹងខ្ញុំដាក់ដូចគ្នាហ្នឹងបាទแล้วខ្ញុំចុចគ្រីសរក្សាទុកបាទអញ្ចឹងខ្ញុំមានមត្តេយ្យបាទមានមត្តេយ្យហើយពេលដែលខ្ញុំបង្កើតហើយបាទកន្លែងម៉ោងសិក្សានេះគឺលោកគ្រូមានស្រេចអីបង្កើតហើយស្អាយើងចូលទៅបង្កើតឆ្នាំសិក្សាថ្មីហ្នឹងគឺយើងមានស្រេចបាទអញ្ចឹងយើងរក្សាទុកបាទរួចយើងចូលមកកន្លែងថ្នាក់បាទកន្លែងថ្នាក់យើងមកចូលមកកន្លែងថ្នាក់ហើយលោកគ្រូចុចពាក្យកន្លែងនេះបង្កើតបាទតោះនេះលោកគ្រូអញ្ចឹងនេះជំហានដំបូងដូចខ្ញុំប្រាប់អញ្ចឹងអ្នកគ្រូចូលមកកន្លែងការកំណត់ប្រព័ន្ធរួចជ្រើសរើសកំណត់កម្រិតថ្នាក់សិក្សារួចអ្នកគ្រូចូលមកកន្លែងបង្កើតនេះបង្កើតថ្នាក់នេះគឺយើងចុចពាក្យថាបន្ថែមហើយយើងរក្សាទុកបាទពេលដែលយើងបង្កើតកន្លែងហ្នឹងហើយគឺយើងអត់ទាន់បានទេគឺយើងចូលមកកន្លែងថ្នាក់នេះទៀតបាទយើងកំណត់ប្រព័ន្ធដដែលតែមកកន្លែងថ្នាក់នេះមកអូខេនៅក្នុងថ្នាក់នេះគឺអត់មានមត្តេយ្យទេបាទក្នុងឆ្នាំសិក្សា25-26ហ្នឹងអញ្ចឹងអ្នកគ្រូទៅចុចពាក្យកន្លែងនេះបង្កើតបាទចូលបង្កើតហើយដាក់ឆ្នាំណា25-26កម្រិតថ្នាក់ទេអញ្ចឹងវាមានឲ្យយើងជ្រើសរើសឲ្យមិញអត់មានទេដោយសារតែយើងទៅបង្កើតនៅកម្រិតថ្នាក់សិក្សានេះគឺយើងអាចមានកន្លែងគ្រីសហ្នឹងដាក់មត្តេយ្យមកអញ្ចឹងមត្តេយ្យយើងមានតែកហ្នឹងទេហើយវេនព្រឹកបាទវេនហ្នឹងគឺដោយសារតែសាលាខ្លះគាត់មានអាហារអញ្ចឹងក៏មានព្រឹកមានល្ងាចបាទអញ្ចឹងវេនថេបាទកម្មវិធីគឺដាក់ទូទៅកន្លែងនេះយើងមិនបាច់ពេញក៏បានដែរអត់បញ្ហាទេដោយសារអីវាអត់មានផ្កាយបាទតែគេតម្រូវឲ្យមានយើងដាក់ទៅហើយនេះយើងដាក់មត្តេយ្យមកបាទអានេះក៏យើងដាក់មត្តេយ្យដែរបាទប៉ុណ្ណាកន្លែងអក្សរហ្នឹងគឺយើងដាក់ដូចគ្នាមិនដាក់អក្សរឡាតាំងអីទេដាក់តែខ្មែរមកហើយយើងយកពាក្យថារក្សាទុកអញ្ចឹងយើងបានហើយនេះបាទយើងបានស្នាក់មត្តេយ្យហើយបាទវេនព្រឹកថេបាទឃើញទេបាទលេខរៀងគឺលេខ0បាទលេខរៀងកម្រិតថ្នាក់គឺ0នេះកម្រិតរបស់គេបាទអញ្ចឹងកន្លែងនេះពេលដែលលោកគ្រូបង្កើតហើយអ្នកគ្រូអាចទៅមើលកន្លែងថ្នាក់ឬក៏បញ្ជីហ្នឹងអញ្ចឹងចូលទៅកន្លែងរដ្ឋបាលមកអ្នកគ្រូមើលកន្លែងសិស្សបាទយកពាក្យថាបញ្ជីអញ្ចឹងវាមានមត្តេយ្យឲ្យលោកគ្រូអ្នកគ្រូឃើញទេមានមត្តេយ្យមិញអត់ទាន់មានទេខ្ញុំបង្ហាញដំបូងមិញអត់មានទេប
ប៉ុន្តែលើកនេះមានណាបាទមានមតិចឹងអានេះគឺសម្រាប់ឆ្នាំសិក្សាថ្មី2025-26បាទសម្រាប់ការបង្កើតថ្នាក់មតិចឹងយើងចូលមកកន្លែងការកំណត់ប្រព័ន្ធដដែលមើលកន្លែងថ្នាក់របស់យើងចឹងយើងឃើញមានមតិហ្នឹងបាទអញ្ចឹងលោកគ្រូឃើញហើយលោកគ្រូមកមើលកន្លែងនេះថ្នាក់ទី1ដាក់ពេលពេញមួយថ្ងៃពេលព្រឹករសៀលនេះអញ្ចឹងកន្លែងហ្នឹងលោកគ្រូដូរមកបាទដូរមកចុចពាក្យកន្លែងត្រេចុច3ហ្នឹងមកហើយយកពាក្យថាកែសម្រួលមកយើងអាចកែបានកន្លែងហ្នឹងចឹងលោកគ្រូអត់ចង់បានពេញមួយថ្ងៃព្រោះសាលាលោកគ្រូបរៀនតែព្រឹកទេហើយយកពាក្យថាទេបាទដូរទៅប៉ុណ្ណឹងមកហើយរក្សាទុកទៅហើយវាដូរឲ្យយើងថ្នាក់ទី2អញ្ចឹងដែរចុចកន្លែងចុច3យកពាក្យកែសម្រួលមកពេលព្រឹកកន្លែងយើងពាក្យទេមកប៉ុណ្ណឹងហើយរក្សាទុកអញ្ចឹងវាបដូរមកអស់ណាបាទកន្លែងដូចគ្នាដែរគឺលោកគ្រូដូរគ្រូចង់ដូរតែបើសាលាលោកគ្រូមានពេញមួយថ្ងៃយើងដាក់ពេញមួយថ្ងៃឲ្យគេតាមគេបាទហើយតើន័យសិស្សឆ្នាំថ្មីខ្ញុំធំតេចូលបាទហើយនឹងខ្ញុំធ្វើវីដេអូរបៀបនៃការផ្ទេរសិស្សឡើងថ្នាក់ហ្នឹងតើគួរធ្វើបែបណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូមួយនេះបាទសូមអរគុណដល់គ្រូដែលបានចូលមើលវីដេអូរបស់ខ្ញុំបាទសូមអរគុណ